រឿងគ្រួចនិងអ្នកបង្វឹកស្ទាំងកាលពីបុរាណមានមនុស្សជាច្រើនចូលចិត្តបង្ហាត់សត្វស្ទាំងឲ្យចេះចាប់សត្វផ្សេងយកមកធ្វើជាអាហារគ្រួចគឺជាសត្វមួយប្រភេទដែលត្រូវប៉ាន់ជាងគេបំផុតសម្រាប់សត្វស្ទាំងមានមនុស្សម្នាក់ទើបតែចាប់ផ្ដើមរៀនបង្ហាត់សត្វស្ទាំងបានមួយរយៈថ្ងៃមួយគេយកសំណាញ់មកដាក់ចាំទាក់សត្វផ្សេងហើយគ្រួចមួយក្បាលក៏ជាប់ក្នុងសំណាញ់របស់គេនោះទៅបុរសនោះរីករាយជាខ្លាំងហើយនៅក្នុងខណៈពេលដែលគេកំពុងតែគិតថាតើគួរយកគ្រួចនេះទៅធ្វើម្ហូបអីនោះគ្រួចក៏ស្រែកអង្វរឲ្យបុរសនោះទុកជីវិតដល់ខ្លួនអោលោកអ្នកបង្ហាត់ស្ទាំងដ៏ខ្លាំងពូកែអើយសូមលោកមេត្តាដោះលែងខ្ញុំទៅខ្ញុំនឹងតបស្នងសងគុណលោកអ្នកវិញយ៉ាងគាប់ចិត្តបំផុតបុរសបង្ហាត់ស្ទាំងក៏សួរទៅវិញថាតើឯងមានអីតបស្នងដល់យើងទៅបើឯងគ្រាន់តែជាសត្វគ្រួចតូចមួយប៉ុណ្ណឹងនោះគ្រួចក៏ឆ្លើយថាបើលោកព្រមដោះលែងខ្ញុំនឹងទៅនិយាយបញ្ចុះបញ្ចូលគ្រួចដទៃទៀតមកឲ្យលោកចាប់ជាចំណីខ្ញុំនឹងនាំមកទាំងវងតែម្ដងឲ្យតែលោកសុខចិត្តអ្នកបង្ហាត់ស្ទាំងសេចក្ដីគិតមួយសន្ទុះទើបពោលថាតើឲ្យយើងប្រឡែងឯងម្ដេចនឹងកើតអាគ្រួចសំគីយើងគ្រាន់តែរកនឹកមិនទាន់ឃើញថាតើនឹងត្រូវយកឯងទៅស្លអីប៉ុណ្ណោះអ្នកដែលហ៊ានក្បត់នឹងមិត្តភក្តិដើម្បីយកទៅរួចខ្លួនតែម្នាក់ឯងបែបនេះគ្រាន់តែសម្លាប់ក៏ចាត់ទុកថាត្រាប្រណីដល់ឯងទៅហើយគំនិតគួរពិចារណាអ្នកដែលក្បត់នឹងមិត្តភក្តិឬសុខចិត្តឲ្យនរណាម្នាក់ស្លាប់ក៏ស្លាប់ទៅឲ្យតែរស់ខ្លួនឯងនោះគឺជាមនុស្សដែលមិនគួរឲ្យសែបគប់ឡើយ